នៅពេលដែលបងមកដល់ទីនេះភ្លាមមានអារម្មណ៍ថាដូចជាឋានសួគ៌សម្រាប់បងចឹងជីវិតបងគឺស្រស់ស្រាយតែម្ដងបងឯងមើលងាកទៅខាងនោះភ្នំងាកទៅខាងនោះក៏ភ្នំងាកទៅខាងភ្នំទៅខាងនោះទៀតក៏ភ្នំនិយាយទៅគឺភ្នំព័ទ្ធជុំវិញតែមកហើយសម្រាប់ទេសភាពអីគឺនៅពេញណាវាដូចជាស្អប់ស្អាប់តបប្រមល់មិនដឹងទេហើយណាមួយទៀតអ្នកចិត្តខាងរបស់យើងនេះច្រៀងមកយប់ម៉ោង1ម៉ោង2មិនចេះខ្លាចក្រែងចិត្តអ្នកចិត្តខាងហើយអ្វីដែលសំខាន់នោះគឺរំខានការសាកថ្មរបស់យើងតែបងប្អូនដែលចង់បានជីវិតស្រស់ស្រាយបែបស្ងប់ស្ងាត់ជាមួយនឹងធម្មជាតិបៃតងគឺកុំភ្លេចភូមិលំអែជ្រុតជ្រៃព្រៃក្មេង